បានថ្ងៃនេះខ្ញុំឃើញចិនគេនិយមធ្វើស៊ុបតឡាចហូបហើយខ្ញុំអត់ចាំយូរទេព្រោះអីតឡាចខ្ញុំនៅក្នុងទូទឹកកកមានស្រាប់ជំរាបសួរអង្គពូមីងបងប្អូនទាំងអស់គ្នាបើចង់ដឹងយើងមានតែសាកមើលចំពោះការរៀនអត់ខាតទេមានតែចំណេញហើយថ្ងៃនេះខ្ញុំប្រើតែជ្រូកកញ្ច្រាំកន្លះខាំកញ្ច្រាំវារៀងម៉ត់តិចមកខ្ញុំយកតែជ្រូកលាយខ្លាញ់តិចបងប្អូនមិនចូលចិត្តហូបសាច់ជ្រូកឬក៏មិនហូបអាចប្រើសាច់មាន់ឬក៏សាច់គោជំនួសបានអត់បញ្ហាទេហើយចំពោះសាច់ដូចខ្ញុំប្រាប់ចឹងខ្ញុំចូលចិត្តយកសាច់លាយខ្លាញ់តិចតែបើបងប្អូនមិនចូលចិត្តដាក់សាច់អីក៏បានដែរយើងកញ្ច្រាំវាម៉ត់ហើយយើងក៏លាយគ្រឿងទេសមិញមានដូចជាម្សៅស៊ុបមាន់ហើយនឹងទឹកស៊ីអ៊ីវហើយក៏មានម្រេចផងដែរបញ្ជាក់ណាកុំដាក់គ្រឿងទេសហ្នឹងច្រើនពេកព្រោះអីពេលយើងស្លទៅយើងក៏អាចបន្ថែមបន្ថយគ្រឿងទេសតាមក្រោយទៀតបានកុំប្រញាប់ដាក់ច្រើនពេកណាហើយយើងប្រឡាក់សាច់រួចហើយយើងក៏ទុកមួយដឡែកទៅយើងមកឆាគ្រឿងស្ងួតមានដូចហេប៊ីហើយនឹងផ្សិតក្រៀមចំពោះផ្សិតក្រៀមយើងហាន់ជាដុំតូចមកកុំហាន់ជាសរសៃដោយស៊ុបមាន់ថ្ងៃមុនណាយើងហាន់ជាល្អិតបានដែរខ្ញុំឃើញគេហាន់អញ្ចឹងហើយហេប៊ីបើយើងចង់ដាក់ចានក៏ដាក់ឬក៏មិនចូលចិត្តមិនបាច់ដាក់ក៏បានដែរអត់បញ្ហាទេហើយមិញអាលឿងនេះខ្ញីមិនខ្ទឹមសណាគឺខ្ញីខ្ញុំដាក់មកដុំប្រប៉ុណ្ណេដៃគ្រាន់តែថាយើងហាន់ជាប្រទះស្ដើងណាហើយយើងឆាគ្រឿងទាំងអស់ហ្នឹងប្រហែល1មិនិតរៀងឈ្ងុយតិចហើយយើងក៏ចាក់ទឹកចូលទៅគ្រាន់តែឆាផ្សិតហើយនឹងហេប៊ីហ្នឹងទេគឺឈ្ងុយពេញមួយផ្ទះតែម្ដងហើយខ្ញុំឃើញគេមានដាក់ពោតបើបងប្អូនមិនចូលចិត្តដាក់គ្រាប់ពោតឬក៏ពោតខ្ចីយើងក៏បានដែរតាមការចូលចិត្តតែបើយើងដាក់ពោតទៅដូចថាបន្ថែមបន្លែកាន់តែច្រើនអញ្ចឹងណាហើយស៊ុបនេះគេយកមកហូបលេងតែម្ដងបងប្អូនចង់ហូបមួយបាយក៏បានដែរតែពួកខ្ញុំដួសហូបដូចថាយើងហូបបាយហើយយើងដួសមួយចានហូបតាមក្រោយអញ្ចឹងណាដូចថ្ងៃនេះខ្ញុំហូបមួយនំកញ្ឆាយហើយចំពោះតឡាចវិញគឺគេយកតឡាចចាស់ហើយតឡាចក៏ចឹងដែរយើងហាន់ជាល្អិតទេអត់ហាន់ដុំធំដូចយើងស្ងោរធម្មតាណាហាន់ល្អិត4ជ្រុងដូចយើងស្ងោរដែរតែគ្រាន់ថាឲ្យវាល្អិតហើយដាក់គ្រាប់ពោតដាក់តឡាចរួចហើយមើលមកពុះរៀងចិត្តផុយហើយបានយើងដាក់សាច់ហើយចំពោះសាច់ទៅពេលយើងប្រឡាក់ចឹងហើយយើងយកមកស្ងោរអញ្ចឹងសាច់មានរសជាតិឆ្ងាញ់មែនទែនហើយតែបើយើងដាក់សាច់ទេអត់ប្រឡាក់គ្រឿងសាច់ហ្នឹងអត់ទៅមានជាតិទេបងប្អូនមិនដែលសម្គាល់មើលអត់ពេលយើងប្រឡាក់គ្រឿងជាមួយនឹងសាច់ហ្នឹងធ្វើបន្ថែមរសជាតិណាហើយបើមានពពុះមានអីខ្មៅយើងដួសចេញមកព្រោះធម្មតាតែយើងដាក់សាច់ហើយតែងតែមានពពុះរាងខ្មៅតិចព្រោះវាចេញពីសាច់ហ្នឹងហើយយើងដួសហើយទៅយើងទុកឲ្យវាពុះរាងតឡាចហើយនឹងពោតឆ្អិនរាងផុយហើយបានខ្ញុំបន្ថែមម្សៅឆាខ្ញុំដាក់តែ1ស្លាបព្រាកាហ្វេទេហើយអានេះទឹក1លីត្របើសិនជាអំពូមីងបងប្អូនចូលចិត្តរាងខាប់ដូចស៊ុបមាន់ស៊ុបអីដាក់2ស្លាបព្រាកាហ្វេមកឬក៏1ស្លាបព្រាបាយណាតែខ្ញុំអត់យកខាប់ពេកទេកូនខ្ញុំក៏អត់ចូលចិត្តរាងខាប់អញ្ចឹងខ្ញុំឲ្យគាត់ហូបដែរខ្ញុំដាក់តែល្មមទេមិនចង់បានខាប់ពេកណាហើយកន្លែងនេះក៏ដួសចេញទៅធម្មតាខ្ញុំប្រាប់តែមានយើងដាក់សាច់ដាក់អីវាតែងតែមានពពុះខ្មៅហើយយើងដួសចេញមកដួសទៅដើម្បីឲ្យទឹកស៊ុបរាងថ្លាល្អរួចហើយខ្ញុំក៏ចាក់ទឹកម្សៅឆាមានអ្នកមកសួរទៀតណាដាក់ទឹកម្សៅឆាហើយចុងក្រោយខ្ញុំក៏ប្រើពងមាន់មួយគ្រាប់ហើយឥឡូវនេះតែខ្ញុំភ្លក់មើលទៅរសជាតិវាមិនទៅតល្មមហូបទេខ្ញុំប្រឡាក់សាច់មិញហ្នឹងខ្ញុំក៏បន្ថែមអំបិលបន្តិចទៅហើយនឹងម្សៅស៊ុបមាន់បងប្អូនអាចដាក់តាមរសជាតិតែបងប្អូនហូបទៅណាដូចជាស្ករអំបិលប៊ីចេងឯងដាក់តាមការចូលចិត្តឬមួយក៏ថាចង់ដាក់ទឹកត្រីអីដាក់ទៅតែចំពោះស៊ុបនេះបើយើងប្រើទឹកត្រីអត់សូវឆ្ងាញ់ទេវាអត់ត្រូវរសជាតិណាអានេះយើងធ្វើស៊ុបបែបចិនយើងទៅដាក់ប្រមាណមុខចឹងឯងហើយចុងក្រោយគេបង្អគឺពងមាន់មួយគ្រាប់បងប្អូនចូលចិត្តពងមាន់ច្រើនក៏ដាក់2គ្រាប់ណាតែខ្ញុំដាក់តែ1គ្រាប់ទេបានវារៀងមិនទៅខាប់ពេកតែបើចូលចិត្តពងមាន់ច្រើនក៏ដាក់ច្រើនទៅណានិយាយទៅមួយមុខនេះបើសិនជាបងប្អូនមានពុកម្ដាយចាស់ហើយគាត់ហូបបាយអត់ទៅបានឬថាគាត់មិនទៅហូបបាយយើងធ្វើទឹកស៊ុបមួយចានអញ្ចឹងឲ្យគាត់ហូបដូចយើងហូបបបរអញ្ចឹងណាហូបទៅមានកម្លាំងតែម្ដងហើយមិញខ្ញុំក៏ដាក់ម្រេចទៅម្រេចចូលចិត្តច្រើនដាក់រៀងច្រើនណាឆ្ងាញ់ហើយចំពោះខ្ទឹមវិញបងប្អូនដាក់តាមការចូលចិត្តខ្ញុំដាក់ជីវ៉ាន់ទុយបន្តិចហើយខ្ទឹមបន្តិចអរគុណ